សួស្តីបងប្អូនតើបងប្អូនកនេះបានអីហូបបាយចំណែកខ្ញុំវិញបានហូបប្រចាំតកូលគឺស្ងោរជ្រក់ឆ្អឹងជំនីជ្រូកហើយនឹងជ្រក់ទឹកប្រហុកដែលអ្នកខេត្តបាត់ដំបងប្រទេសមានជ័យចូលចិត្តធ្វើណាបងប្អូនគឺម្ហូបនេះគឺខ្ញុំចូលចិត្តណាស់គឺប្រចាំតកូលតែម្ដងការធ្វើម្ហូបមិនត្រឹមតែធ្វើឲ្យយើងឆ្អែតមកមុខទេវាជួយបង្កើនភាពរីករាយដល់គ្រួសាររបស់យើងផងដែរគ្រឿងផ្សំរបស់វាមានអីច្រើនទេបងប្អូនមានតែដូចនៅស្រុកខ្មែរយើងឯងស្លឹកគ្រៃស្លឹកក្រូចដេងឯងបងប្អូនប៉ុន្តែខ្ញុំអត់មានដេងខ្ញុំដាក់ខ្ញីជំនួសដោយសារនៅស្រុកគេវាពិបាករកគ្រឿងបងប្អូនផ្សេងផ្សំវាអត់ដូចនៅស្រុកយើងទេអញ្ចឹងខ្ញីក៏វាអាចរសជាតិអាចទទួលយកបានដែរវាអត់សោះហឹលអត់សោះហាងដូចខ្ញីស្រុកយើងបងប្អូនដាក់ទៅគឺមិនអីទទួលយកបានដែរហើយយើងចាប់ផ្ដើមមកផ្សេងផ្សំគ្រឿងវាឲ្យគ្រប់សពសិនមកចាំយើងទៅធ្វើម្ហូបទាំងអស់គ្នាហើយប្រឡែងខ្ញុំមាន2មុខបងប្អូនមានខ្ទឹមប្រាំងហើយនឹងផ្សិតដែលដកក្នុងព្រៃនេះហើយបន្ទាប់មកគឺយើងហាន់ឆ្អឹងជំនីជ្រូកនេះអត់មានខ្វែវកាប់ទេបងប្អូនអើយមានតែកំបិតទូចនេះកាប់វាមុតទេចឹងវាដាក់ទាំងឆ្អឹងទាំងធំនេះឯងនោះអត់ហ៊ានកាប់ខ្លាំងទេខ្លាចឆេបកំបិតនោះហាន់វាទាំងដុំទាំងធំនេះឯងតែយើងស្ងោរឲ្យផុយបងប្អូនស្ងោរវាទៅរឿយៗទៅបានវាផុយបានយើងហូបស្រួលបងប្អូនព្រោះឲ្យវាដុំវាធំបន្ទាប់មកដាក់ដាំទឹកហើយដាក់អំបិលមួយកូនស្លាបព្រាទៅបងប្អូនហើយដាក់ការ៉ុតហើយនឹងខ្ទឹមបារាំងទៅធ្វើទឹកស៊ុបបន្ទាប់មកយើងដាក់ឆ្អឹងជំនីជ្រូករបស់យើងអានេះតិចនិចរបស់ខ្ញុំបងប្អូនដើម្បីកុំឲ្យទឹកវាថ្លាឆ្វេងណាពេកយើងដាក់អំពិលទុំទៅដើម្បីឲ្យទឹកវារៀងខាប់ផងបងប្អូនទឹកវារៀងមើលទៅវាតំណងចង់ហូបបងប្អូនហើយពពុះវាចេញមកយើងដួសចេញកុំស្ដាយវាព្រោះអីអានេះជាតិឈាមជាតិកខ្វក់វាចេញពីសាច់ជ្រូកបងប្អូនសាច់ជ្រូកនេះខ្ញុំលាងអំបិលហើយនឹងទឹកខ្មេះហើយណាតែនៅតែចេញទៀតមើលដល់ម៉ោងតូអែកយើងចេញបងប្អូនយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាមកយើងហាន់ជីណាដើមខ្ទឹមហើយនឹងម្ទេសទូចអែតមកយើងដាក់ចូលគ្នាមកយើងជ្រុំប្រហុកដាក់បងប្អូនខ្ញុំយកទឹកស៊ុបក្តៅនេះបងប្អូនចាក់ចូលក្នុងប្រហុករបស់យើងមកយើងជ្រុំវាឲ្យវារលាយបែកសាច់អស់ទៅចាំយើងយកទៅច្រោះដាក់ក្នុងជ្រក់របស់យើងបន្ទាប់មកខ្ញុំដាក់ប៊ីចេងហើយនឹងស្ករបើបងប្អូនអត់ហូបប៊ីចេងអាចបាច់ដាក់ក៏បានដែរហើយខ្ញុំបានថែមទឹកត្រីបន្តិចទៀតដើម្បីឲ្យមានក្លិនឈ្ងុយពីទឹកត្រីផងហើយបន្ទាប់មកយើងច្បាច់ក្រូចឆ្មាដាក់ទៅបានដែរបងប្អូនយើងងាកមកមើលតួឯកសំខាន់យើងមួយទៀតគឺឆ្អឹងជំនីជ្រូករបស់យើងមើលតែវាផុយហើយយើងចាប់ផ្ដើមដាក់គ្រឿងចូលទៅដាក់គ្រឿងស្លឹកគ្រៃស្លឹកក្រូចហើយនឹងខ្ញីហើយបានថែមម្សៅស៊ុបមើលហើយនឹងទឹកត្រីនិងស្ករបន្តិចបងប្អូនដើម្បីឲ្យមានរសជាតិឆ្ងាញ់ស្ងោររបស់យើងមានរសជាតិល្មមហើយយើងដាក់បន្លែចូលទៅមានខ្ទឹមប្រាំងហើយនឹងផ្សិតហើយជាកិច្ចបញ្ចប់នៃកម្មវិធីបនយើងដាក់ស្លឹកជីអាណាហើយនឹងស្លឹកខ្ទឹមចូលទៅហើយយើងបិទភ្លើងផងមុននឹងយើងច្បាច់ក្រូចឆ្មាយើងបិទភ្លើងសិនបងប្អូនកុំឲ្យខ្លាំងក្រូចឆ្មាវាមានជាតិល្វីងតែមកយើងដួសទទួលទានអាហារជាមួយក្រុមគ្រួសាររបស់យើងយ៉ាងរីករាយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាសង្ឃឹមថាបងប្អូនចូលចិត្តបើចូលចិត្តជួយចុច like ចុច share ហើយនឹងផ្ដល់ជាមតិយោបល់ផងបងប្អូនសូមអរគុណសូមជម្រាបលា